នេះយើងមានថ្លើមប្រោះសាវ៉ាម្ដុំគឺយកមកធ្វើម្ហូបញ៉ាំឲ្យឆ្ងាញ់ម្ដងសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺមុខម្ហូបរបស់យើងគឺឆាថ្លើមជ្រូកជាមួយនឹងស្ពៃក្តោបហើយបន្លែហ្នឹងបងប្អូនចង់ដាក់អីក៏បានដែរតែនៅផ្ទះថ្ងៃហ្នឹងខ្ញុំមានស្ពៃក្តោប3-4ដុំដែរតែកូនស្ពៃក្តោបខ្មែរមើលទៅគឺតំណងអញ្ចឹងក៏យកវាមកឆាមកហើយឥឡូវនេះរបៀបក្នុងការឆាគឺអត់មានអីខុសគ្នាហ្មងទេបងប្អូនទាំងអស់គ្នាគឺយើងគ្រាន់តែដាក់ខ្ទឹមបំពងហើយយើងដាក់ទឹកត្រីវិញខ្យងអីរបស់យើងនឹងហើយដាក់ស្ករដាក់អីហ្នឹងទៅរបៀបឆារបស់យើងធម្មតាដាក់សាច់ថ្លើមរបស់យើងនឹងចូលហើយយើងចាប់ផ្ដើមដាក់ជាមួយនឹងប៊ីចេងរ៉ូឌីបងអូនមិនបាច់ដាក់អំបិលទេណាពេលឆាកុំប្រើអំបិលអាចប្រៃដិតខ្លាំងណាចឹងយើងដាក់តាទឹកត្រីរ៉ូឌីហើយនឹងប៊ីចេងមកបានហើយបន្ទាប់ពីយើងឆាថ្លើមរបស់យើងឲ្យយើងស្ងួតឈាមតិចមកយើងចាប់ផ្ដើមដាក់ទឹកប្រហែលដាក់ទឹករំងាស់ឲ្យវារៀងឆ្អិនមកយើងភ្លក់ប្រៃសាប់ហើយយើងចាប់ផ្ដើមដាក់បន្លែរបស់យើងចូលទៅបងប្អូនទាំងអស់គ្នារួចជាការស្រេចហើយអត់មានអីពិបាកទេប៉ុន្តែម្ហូបទាំងអស់នេះគឺវាសម្រាប់សុខភាពណាយើងញ៉ាំទៅអត់សូវព្រួយបារម្ភរឿងឈឺពោះឈឺអីទេយើងធ្វើខ្លួនឯងហើយសិតតែបន្លែធម្មជាតិសាច់ធម្មជាតិរបស់យើងអូខេអរគុណច្រើនសម្រាប់ការតាមដានបងប្អូនទាំងអស់គ្នាម្ហូបរបស់យើងរួចរាល់ហើយចុងក្រោយមានអីគេដាក់តែស្លឹកខ្ទឹមហើយនឹងម្រេចដូចដាក់ចានទៅធ្វើការតែម្ដងអរគុណច្រើនបាយបាយ